គោលបំណងគឺចង់បានសន្តាគារហើយណាគារខ្ពស់ស្កឹមស្កៃមួយប៉ុន្តែថ្មីហ្នឹងយើងកំពុងតែរៀបចំធ្វើទីក្រុងបៃតងរបស់យើងមួយនៅខាងត្បូងក្រុងតាខ្មៅនេះយើងរៀបចំធ្វើតំបន់សេដ្ឋកិច្ចពិសេសនិងតំបន់បែងចែកលក់ដីឡូគម្រោងដែលខ្ញុំផងធ្វើនៅក្នុងឆ្នាំ2013ហ្នឹងគឺនៅលើផ្ទៃដីជំហានដំបូងខ្ញុំធ្វើនៅលើដី2000ហិកតាសិនចាស់ដីកម្មសិទ្ធិ2000ហិកតាសិនគឺក្នុងហ្នឹងយើងមានធ្វើសួនកំសាន្តកន្លែងតំបន់សេដ្ឋកិច្ចពិសេសនិងបរិយាចាហើយនឹងកន្លែងបែងចែកលក់ដីឡូគម្រោងអស់ហ្នឹងឥឡូវនេះយើងអត់ទាន់មានការឧបត្ថម្ភនិងការសហការពីគូភាគីណាទេគឺកំណត់ទួយដើមនៅខ្លួនយើងកំពុងតែរៀបចំអញ្ចឹងរៀបចំហាក់ដូចជាខ្ញុំនឹងរៀបចំរកដៃគូវិនិយោគដែរបើសិនជាមានបណ្ដាប្រទេសឬមួយក៏មិត្តភ័ក្តិដែលនៅបរទេសដូចជាជប៉ុនចិនដែលគាត់មានបំណងចង់មករកស៊ីហ្នឹងគឺអាចមករួមសហការបានទីតាំងដែលខ្ញុំក្រុងធ្វើបរិយាទីក្រុងបៃតងហ្នឹងគឺទីតាំងនៅខាងត្បូងក្រុងតាខ្មៅដែលមានចម្ងាយ13គីឡូម៉ែត្រពីក្រុងភ្នំពេញអ្នកវិទ្យុទាំងអស់ដែលគាត់មានចំណាប់អារម្មណ៍ដែលចង់មកសហការជាមួយខ្ញុំគឺថាខ្ញុំស្វាគមន៍ជានិច្ចដែលថានៅនេះខ្ញុំមានដីកម្មសិទ្ធិខ្ញុំមានច្បាប់ទម្លាប់អីគ្រប់គ្រាន់ទាំងអស់អញ្ចឹងខ្ញុំខ្វះតែទុនមួយទេហើយបើសិនជាបងប្អូនអ្នកវិនិយោគដែលមានទុនដែលមានបំណងក៏សូមមកសហការតាក់ទងចាជាមួយក្រុមហ៊ុននាងខ្ញុំដែលមានអាស័យដ្ឋានជាប់សាលាក្រុងភ្នំពេញហ្នឹងចាក្រៅពីការងារមុខជំនួញដ៏មមាញឹកលោកជំទាវអង្គញាសៀងច័ន្ទហេងអគ្គនាយកក្រុមហ៊ុនហេងអភិវឌ្ឍនៅបានចូលរួមចំណែកជាច្រើនជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរដូចជាចូលរួមឧបត្ថម្ភថវិកាដល់កាកបាទក្រហមកម្ពុជាការចូលរួមកសាងទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធដទៃនានាដែលមានដូចជាសាលារៀនផ្លូវថ្នល់សួនច្បារទីកន្លែងសក្ការៈបូជាវត្តអារាមព្រះវិហារនិងបានកសាងសមិទ្ធផលនានាដទៃទៀតនៅតាមបណ្ដោយព្រំដែនផងដែរគ្រប់មុខជំនួយរបស់លោកជំទាវទាំងអស់មិនត្រឹមតែសម្រាប់បំពេញតម្រូវការរបស់ខ្លួននិងក្រុមគ្រួសារតែប៉ុណ្ណោះទេក៏ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រមុខជំនួយរបស់លោកជំទាវបានជួយឲ្យប្រជាពលរដ្ឋរាប់ពាន់នាក់មានការងារធ្វើចំពោះបញ្ហាហ្នឹងតាមពិតក្រៅពីអាជីវកម្មមុខជំនួញគឺដែលថាយើងបានរួមចំណែកអភិវឌ្ឍនិងកសាងជាមួយរដ្ឋាភិបាលដូចថាធ្វើជាអំណោយជាមនុស្សធម៌កន្លែងណាដែលមានជនរងគ្រោះដូចថាតម្រូវការខ្លាំងដែលចាំបាច់ថាយើងអាចជួយបានតាមលទ្ធភាពគឺយើងនឹងចុះទៅជួយទៅដូចថាដូចយើងរកបានទៅយើងអាណិតជនក្រីក្រដែលថាឃើញគាត់អត់ដែលយើងមានយើងរំលែកអាហ្នឹងទៅគាត់ខ្លះចាខ្ញុំជឿថាខ្ញុំបានរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយផ្នែកជាមួយរដ្ឋាភិបាលបានមួយផ្នែកដែរចាថងថាខ្ញុំបង្កើតរោងចក្របង្កើតភោជនីយដ្ឋានមានរេស្តូរ៉ង់មានអគារផ្សេងហ្នឹងគឺដូចថាជួយទាញបានចំណាក់ស្រុកឲ្យពលករដែលគាត់ទៅធ្វើការនៅក្រៅប្រទេសហ្នឹងដូចថាទាញគាត់ឲ្យមកធ្វើការងារនៅកន្លែងយើងបានច្រើននៅគ្រាដែលសួរថាតើលោកជំទាវត្រូវបែងចែកពេលវេលាយ៉ាងដូចម្តេចជាមួយក្រុមគ្រួសារនិងការងារនោះលោកជំទាវមានប្រសាសន៍ថាអ្នកជំនួញពេលខ្លះភ្លេចពេលវេលាសម្រាប់ក្រុមគ្រួសារបើនិយាយទៅនឹងដូចរាល់ថ្ងៃនេះរោភ្លេចគិតការងារក្នុងផ្ទៃក្នុងគ្រួសារដូចថាភ្លេចពីម៉ោងពេលវេលាសម្រាប់ក្រុមគ្រួសារសម្រាប់កូនសម្រាប់ចៅអស់ហើយដូចទាំងអស់គ្នាទៅគឺទៅរោនេះដូចអត់មានគិតថាសៅរ៍អាទិត្យទេអ្នកជំនួយដូចខ្ញុំនេះដូចភ្លេចគិតថ្ងៃសៅរ៍ថ្ងៃអាទិត្យចង្ការពេលខ្លះអត់មានគិតថាម៉ោងហ្នឹងម៉ោងបាយម៉ោងអីទេដូចវាភ្លេចអស់វាវក់នឹងរោមើលទៅលោកជំទាវហាក់ដូចជាទទួលបានជោគជ័យខ្លាំងណាស់ក្នុងមុខជំនួញប៉ុន្តែទន្ទឹមទៅនឹងជោគជ័យនេះលោកជំទាវក៏ធ្លាប់ជួបនឹងភាពអស់សង្ឃឹមក្នុងជីវិតដែរប៉ុន្តែលោកជំទាវហ៊ានជំនះរាល់ឧបសគ្គទាំងឡាយដែលប្រឈមចំពោះមុខចំណុចទៅនឹងមានដែរមានកូនខ្លះគេថាយើងអាចបានយកចិត្តទុកដាក់នឹងគេ
តែក្រោយពីការយើងប្រាប់ឲ្យដឹងទៅដូចថាយើងវ័យយើងប៉ុណ្ណឹងយើងកុំអាគិតពីនឹងយើងធ្វើម៉េចយើងរលុយឲ្យបានច្រើនសិនទៅយើងមានលុយគ្រប់គ្រាន់យើងមានពេលវេលាសម្រាប់ថាថ្ងៃនេះយើងនាំកូនទៅនេះថ្ងៃនេះពេលវេលានេះសម្រាប់កូនសម្រាប់ថ្ងៃនេះសម្រាប់ចៅធ្វើអីអញ្ចឹងឥឡូវកូនគេបានយល់ព្រោះយើងប្រាប់ថាវ័យដែលយើងរកបានគឺវ័យនៅក្មេងហ្នឹងលោកជំទាវក៏បានអះអាងថាជំនួញមិនចាំបាច់តែបុរសទេដែលអាចធ្វើជំនួញបានជោគជ័យនោះស្ត្រីក៏អាចធ្វើជំនួញបានដែរហើយស្ត្រីមានឱកាសល្អច្រើនជាងបុរសក្នុងការទំនាក់ទំនងជាមួយអតិថិជនលោកជំទាវបានបន្តថាយើងគួរតែចាប់ផ្ដើមមុខជំនួញឲ្យទាន់ពេលវេលាទោះបីគ្មានលុយក្នុងដៃក៏អាចធ្វើជំនួញបានដែរតាមពិតទៅការដែលរកស៊ីយើងគុំគិតថាតើតើមានលុយធំមកយើងរកស៊ីបានគឺមិនមែនទេសំខាន់នឹងយើងមានគំនិតបញ្ញាហើយនឹងភាពស្មោះត្រង់ទៀងត្រង់ដើមទុនយើងអត់ក៏យើងអាចទៅខ្ចីបុលគេលើកទុកលើកដាក់របស់គេក៏រកបានដែរអញ្ចឹងកាលណាយើងរកមិនចាប់ឡើងចាប់ពីមានលុយបានរកបានគឺយើងរកតាំងពីបាតដៃទេបានយើងក៏រកបានដែរសំខាន់យើងចេះមានបញ្ញាមានគំនិតហើយនឹងចិត្តស្មោះត្រង់ហ្នឹងគឺយើងអាចចេញរកស៊ីបានទាំងអស់ថាគ្មានអីទេគ្រាន់តែសូមផ្ដាំផ្ញើនឹងបងប្អូនជាប្រវត្តិជាពិសេសដូចថាស្ត្រីយើងដែលទំរៀបពីថ្មីថ្មោងនឹងធ្វើម៉េចគឺថាយើងចាប់ដៃគ្នាហ្នឹងយើងកំពុងតែប្តីយើងត្រូវសហការគ្នារកស៊ីទាំងអស់គ្នាចាយើងធ្វើម៉េចប្រឹងដូចថាប្រឹងតន់ខ្លួននៅក្មេងយើងកុំចាំចាស់ឲ្យប្រឹងវាហួសពេលចាព្រោះពេលវេលាដូចថាគេថាលុយតន់ឱកាសល្អលុយរត់រយើងស្រួលដែរហើយបើយើងរត់លុយយើងពិបាកអញ្ចឹងវ័យដែលរត់លុយរត់របស់យើងគឺវ័យកំពុងដែលយើងនៅវ័យក្មេងហ្នឹងហើយដែលយើងទៅរៀបពីថ្មីហ្នឹងហើយចាជាវ័យមួយដែលសម្រាប់យើងដោយសារតែលោកជំទាវបានចូលរួមចំណែកបរិច្ចាគនៅធនធានផ្ទាល់ខ្លួនជាច្រើនដើម្បីជួយអភិវឌ្ឍប្រទេសជាតិទើបរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់រមងារជាអង្គការតាំងពីឆ្នាំ1999មកម្លេះហើយបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ននេះលោកជំទាវទទួលបាននៅគ្រឿងអេសរយៈយុទ្ធជាច្រើនទៀតពីសំណាក់ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា